របស់លោកពូកំពុងតែស្ថិតក្នុងគ្រោះថ្នាក់នេះក្មួយយ៉ាងម៉េចឧបករណ៍ហ្នឹងខ្ញុំគ្មានពេលបោះសាយទេតើយើងប្រយ័ត្នទៅវិញពុកតាពុកមែនទេមែនហើយគឺពុកបើកទ្វារមកជួយពុកផងណាបើកទ្វារគាត់លឿនឡើងអាហេងជួយពុកផងអាហេងពុកកាត់អីនោះអើយដោះប្រេះកាន់ចាស់ស្រួលជាងធានាសុវត្ថិភាព 100% ហ្មងហើយមិនដឹងថាពេលនេះពុកកុំចាត់ខ្មោចនឹងភីមបានឬក៏អត់ទេនេះអាហេងសំឡេងពុកតាអាហេងជួយពុកផងពុកតាពុកមែនទេមែនហើយគឺពុកបើកទ្វារមកជួយពុកផងណាពុកអេគូបើកទ្វារគាត់លឿនឡើងអាហេងពុកជួយពុកផងអាហេងពុកកាត់អីនោះពុកជួយពុកមកអីទេពុកកាត់ស្អីហ្នឹងខ្មោចនាងភីមវាសាហាវណាស់កូនពួកយើងចាញ់វាអីចាញ់បថោឲ្យពុកហើយចុះអាណានូនហើយនឹងអ្នកគ្រូម្នាក់ហ្នឹងអាហេងពុកភីមឯងត្រូវតែងាប់ទេភីមកុំស្លាប់ខ្ញុំអីណាពុកជួយចាំពុកហេងនេះខ្មោចឯងទៅធ្វើមកហេងយកណាណែនាងឯងចាប់ដល់លេកូនយើងទៅណាទេវាតែងាប់ជួយពុកជួយចាំពុកអត់ទេកុំស្លាប់ខ្ញុំអីខ្ញុំមិនដឹងអីទេណាណែនាងនៅឆោមកដល់ការនេះមិនក៏មិនឆាប់ជួយមកហេងទៅក្រែងនាងហើយយើងជាមួយបោកហេតុអីក៏ពេលនេះមកបោយើងទៅវិញបើនេះមិនមែនជាក្រុមមកទេក៏ឆាប់ចង់ទៅបញ្ចេញអាកុំទៅនាងខ្មោចហេតុអីក៏នាងចង់ពីជាមួយនឹងគ្រូសាគេបើសិនជាគេបំពេញអីនាងឆាប់ប្រាប់យើងមកយើងនឹងរៀបចំពិធីឲ្យជួយមិនចាំបានអ្វីទាំងអស់គឺយើងចង់បានជីវិតវាហេតុអីក៏ត្រូវចង់បានជីវិតគេព្រោះតែវាជាអ្នកសម្រាប់យើងដូច្នេះយើងត្រូវតែយកជីវិតវាតែខ្ញុំមិនបានសម្រាប់ញីទេអ្នកណាគេជាអ្នកចោលបង្ការខ្ញុំឯងជាអ្នកប្រាឲ្យអាម៉ាត់ទៅសម្រាប់យើងកុំចង់មកបង្អែកទេខ្ញុំមិនបានប្រាអាម៉ាត់ឲ្យទៅសម្រាប់ញីនោះទេច្បាស់ជាមានគេទម្លាក់មហោលើខ្ញុំហីណែនេះតែចូលទៅដល់ការនេះមិនក៏មិនឆាប់ខ្ញុំហេតុទៅវាច្បាស់កោហេតុស្រាប់លើហើយពិតមែនទេក្មួយឆាប់ជួយកូនពូផងណាដូចខ្ញុំបាននិយាយប្រាប់លោកពូអញ្ចឹងបើសិនជាកូនរបស់លោកពូបានសាងកម្មពៀជាមួយគេខ្ញុំមិនអាចជួយបានឡើយក៏ប៉ុន្តែវាមិនបានធ្វើទេក្មួយជួយវាសិនទៅណាគ្មានអ្នកណាអាចជួយឯងបានឡើយនាងចាប់ទៅឲ្យគាត់នាងចាប់ទៅឲ្យទៅណាត្រូវឈប់ធ្វើបាបពួកគេតែវាសម្រាប់ខ្ញុំត្រូវតែសងសឹកតែគេប្រាប់ហើយថាគេមិនបាននោះទេវាក៏ឃើញទេមីខ្មៅនៅវីដេអូណាសតទៀតទៅកុំឈប់អីឈប់ទៅចាប់ដល់លេងពីភីមទៅណាកុំធ្វើបាបវាអីយើងសុំវយាយជួយខ្ញុំបងយាយចាប់ដល់លេងពីភីមទៅកុំធ្វើបាបវាអីអាណិតវាគេឈ្មោះនឹងភីមហ៎មែនហើយនាងភីមវាកំសត់ណាស់ត្រូវប្តីចាក់ចោល
ហើយណែស្លាប់ទាំងកូនក្នុងពោះទៀតវាគ្រាន់តែចង់សងសឹកអ្នកដែលសម្លាប់វាតែប៉ុណ្ណោះតែខ្ញុំមិនបានសម្លាប់ភីមទេយាយឯងមិនបានសម្លាប់នាងភីមទេអ្នកដែលសម្លាប់នាងភីមគឺនាងនួនណៃមកចេះឈួតទៅណាខ្ញុំមិនបានស្លាប់វាណាកុំសើចចេះដល់រឿងកែពេកឆាប់តែឆ្ងាកុំប្រកែកគឺនាងហ្នឹងហើយបានមិនជឿខ្ញុំឲ្យទៅធ្វើបាបនឹងភីមហើយខ្ញុំច្រោះដៃក៏ធ្វើឲ្យនឹងភីមស្លាប់បងហេងក៏មិនដឹងអីទេអាមកងាប់ទៅឯងក៏ទៅងាប់ដែរងាប់ទៅនួនពួកឯងក៏ទៅងាប់ដែរខ្ញុំដែរក្មួយជួយផងក្មួយបានហើយណានឹងភីមឈប់ទៅណាអ្នកណាសាងអ្នកនឹងទទួលពួកគេមិនដឹងអីនោះទេឈប់ចងពៀនឹងគ្នាទៅពីរងាប់ដោយការមិនចងពៀទៅឲ្យពុកទៅអើយនួនពុកទៅទៅអីឲ្យងាប់ចឹងទៅវាđãចាប់កាំងខ្ញុំមកអាម៉ាប់មិនហើយនឹងហ៎យាយចាប្តីរបស់នាងភីមតាណាគឺវាទៅជួយដូននៅស្រុកឆ្ងាយណាទេហើយក៏មានប្រពន្ធនៅទីនោះអាម៉ាប់យ៉ាងមិនហើយហ៎ពុកអើយខ្ញុំឡើងទៅលើមុនហើយយើងបានសងសឹកអ្នកដែលសម្រាប់យើងហើយកូនហើយម៉ែនិងកូននឹងនៅទីនេះរងចាំឪពុករបស់ឯងត្រឡប់មកវិញផ្លែឈើដូចក្អូហ្វាបែរទុកឲ្យផងចេះទៅឆ្ងាញ់ផ្លែមែនតើនេះម្លីណែឡុកដូចក្រែមផ្លែមែនតើនេះឡើងដូចក្រែមហ្មងអ្នកទាំងអស់គ្នាគ្រប់ផលិតផលរបស់ហ្វាមានចាហួយមានប្រភេទទឹកដាក់ក្លាសេឲ្យត្រជាក់ក៏ឆ្ងាញ់ដាក់ឲ្យកកក៏ឆ្ងាញ់ផ្លែគេណាដូចក្រែមចឹងទឹកផ្លែឈើដងកៅហ្វាមានរសជាតិ blueberry រសជាតិ raspberry រសជាតិ passion និងរសជាតិ gulen ហើយអ្វីដែលពិសេសទឹកផ្លែឈើដងកៅហ្វាមានលាយសាច់ដងកៅក្នុងកែវបន្ថែមក្លិនក្រអូបឈ្ងុយរសជាតិកាន់តែឆ្ងាញ់បានញ៉ាំហើយធ្វើអារម្មណ៍ស្រស់ស្រាយមួយកែវនេះតម្លៃត្រឹមតែ500រៀលទឹកផ្លែឈើដងកៅហ្វាត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាទំនើបស្របតាមស្តង់ដារ ISO 9001 GMP HACCP ដែលផ្ដល់សុវត្ថិភាពដល់អ្នកញ៉ាំហើយទឹកផ្លែឈើដងកៅហ្វាជាផលិតផលរបស់កូនខ្មែរពិតដូចក្រែមដល់ហើយឆ្ងាញ់ណាស់ណែនេះម្លីពួកយើងនាំគ្នាយកច្រឡំស្មានតាហេងកាប់ទៅនាងនួនវិជ្ជាអ្នកសម្រាប់នាងភីមសោះមែនហ្នឹងមនុស្សមុខមកស្អាតបាតដែរតែទឹកខ្មៅពឹសពុលណាតែចិត្តខ្មៅចង់សំនឹងងាប់ហីណែពួកមីខ្ទឺហើយអស់នៅហ្នឹងណោះថ្ងៃណាប្រញាប់ឡើងអូយាយមកបន្តខ្ញុំអង្គុយចាំយាយដល់មួយថ្ងៃអីណោះខ្ញុំងើបរៀបតាំងពីម៉ោង4បៀបភ្លឺបើអញ្ចឹងលើឡើងមកដើម្បីឲ្យតចង្ហាន់លោកតអូយចុកជើងណាហងសម្រាប់សិនអីអូយាយតែចង្អាយនឹងសោះចុកជើងអញនេះវាចាស់វាចុកដៃវាចុកជើងចឹងឯងមើលតែហងឯងចាស់តែវាដូចតែអញដែរទេចាសាក់ឃើញប្រុសក្មេងមកបើមករត់រឿងជាពួកយើងទៀតមែនទេនឹងឯងប្រុសក្មេងអីអញលះបងអស់ហើយកលេសតណ្ហាប្រុសឈ្មោលអីហ្នឹងអូយេពួកមីដែងមិនសូវជឿអូយយាយច្បាស់ហើយណាថានៅពេលដែលយើងធ្វើបន់ទៅកសលឲ្យនេះភីមហើយវាមិនមកលងពួកយើងទៀតណាមែនហើយខំទិញទឹកផ្លែឈើដងកអូហ្វាយកទៅធ្វើបន់ឲ្យប៉ុណ្ណេះហើយបើលងទៀតចាប់ហ្មងតែធ្វើបន់ឲ្យវាហើយវាលេងឡងហើយម្យ៉ាងមួយទៀតវាសងសឹកអ្នកដែលសម្លាប់វាហើយសង្ស័យវាទៅចាប់ជាតិបាត់ហើយអូឲ្យតែប្រកាសយាយបើចឹងមែនណាខ្ញុំនឹងធ្វើបន់ឲ្យវារត់ថ្ងៃកុំឲ្យវាមកលងពួកខ្ញុំទៀតយាយពីណាគេណងយាយអាខ្លាំងអាខ្លាំងអើយឯងទៅយូរម្ល៉េះហ៎ឯងមានដឹងទេកំឡុងពេលដែលឯងមិននៅមានរឿងកាត់ឡើងនៅផ្ទះឯងច្រើនណាបាទយាយនេះលោកពិតជាសម្រាប់ចិត្តទៅពេលនេះមែនទេបាទពីព្រោះថាខ្ញុំពិតជានឹកប្រពន្ធរបស់ខ្ញុំណាហើយមិនដឹងថាពេលនេះនាងយ៉ាងម៉េចយ៉ាងម៉ានទៅហើយទេ